សួស្តីទាំងអស់គ្នាថ្ងៃនេះយើងនិយាយអំពី access modifier របស់ PHP អញ្ចឹងថ្ងៃនេះខ្ញុំលើក3ធំៗរបស់ access modifier ទី1គឺ public អញ្ចឹង public access modifier អញ្ចឹងមុននឹងនិយាយពី public private ហើយនិង protected យើងត្រូវដឹងថាស្អីគេជា access modifier access modifier មានន័យថាគឺការកំណត់លក្ខខណ្ឌនៃការ access ទៅឲ្យ variable ទៅឲ្យ property ឬក៏ទៅឲ្យ method តែយើងចង់អនុញ្ញាតឲ្យ user ឬក៏ client ដែលគាត់ access មកហ្នឹងគាត់ access មានលក្ខខណ្ឌមានដែនកំណត់ត្រឹមកម្រិតណាអញ្ចឹងនៅក្នុងនេះខ្ញុំលើកចំណុចសំខាន់3ទី1និយាយអំពី protected ឬក៏ទី1ខ្ញុំនិយាយពី private អូខេឥឡូវខ្ញុំនិយាយពី public ចំពោះ access modifier របស់ public មានថាយើងអាច access everywhere មានថា access នៅក្នុង class នៅក្នុង sub class ឬក៏នៅក្រៅនៅខាងក្រៅចំពោះ private មានថា allow access នៅក្នុងតែ class វាមានថាយើងអាច access បានតែនៅក្នុង class ទេបើយើងនិយាយពី protected វិញមានថាយើងអាច access នៅក្នុង class ហើយនឹង sub class អញ្ចឹងដើម្បីឲ្យច្បាស់ខ្ញុំចាប់ដើមបង្កើតឧទាហរណ៍មួយអញ្ចឹងដល់ពេលនេះខ្ញុំឧទាហរណ៍ថាខ្ញុំមាន class មួយដាក់ថា person ចំពោះឈ្មោះ class យើងចាប់ដើមដោយអក្សរធំអូខេអញ្ចឹងខ្ញុំដាក់ P ធំអូខេ class person អញ្ចឹងនៅក្នុងនេះខ្ញុំចាប់ដើមដាក់វាជា public ខ្ញុំដាក់ name អូខេហើយខ្ញុំដាក់ឈ្មោះខ្ញុំមកដាក់ថាគឹមឈុនអញ្ចឹងខ្ញុំចាប់ដើមធ្វើការ access អញ្ចឹងខ្ញុំចាប់ដើមបង្កើត function មួយខ្ញុំដាក់ថា function display public ចំពោះ public អូខេចំពោះ method យើងចាប់ដើមឡើងដោយអក្សរតូចអញ្ចឹងហើយខ្ញុំចាប់ដើមដោយអក្សរតូចអូខេអញ្ចឹងយើងអាចដាក់ echo យើងអាចដាក់ this ហើយយើងប្រើទៅកាន់ echo របស់យើងគឺ echo name អញ្ចឹងខ្ញុំចាប់ដើម echo ទៅកាន់ name អូខេអញ្ចឹងខ្ញុំបង្កើត object មួយដើម្បីតេស្តវាមើលអូខេអញ្ចឹងដើម្បីបង្កើត object យើងចាប់ដើមដាក់ឈ្មោះ object របស់យើង obj អូខេស្មើ new ទៅកាន់ person អូខេអញ្ចឹងយើងយក object នឹងយកមកប្រើអូខេ obj access មកកាន់ display public អូខេអញ្ចឹងខ្ញុំចាប់ដើមទៅ run នៅក្នុង browser របស់ខ្ញុំអូខេនេះខ្ញុំបានលំហាត់ដែលយើងធ្វើមិញហ្នឹងឈ្មោះថា access modifier លេខ3នេះខ្ញុំចាប់ដើមបើកអូខេអញ្ចឹងមានថាយើងអាច access មកបាននេះគឺឈ្មោះគឹមឈុនអញ្ចឹងខ្ញុំដាក់នេះឲ្យត្រូវមកអូខេ this is access modifier EO ចឹងដងទៀតខ្លាចខុសអូខេនេះត្រូវណាអញ្ចឹងអានេះករណីយើង access ក្នុង class អញ្ចឹងខ្ញុំខ្ញុំមាន sub class មួយ extend មកខ្ញុំដាក់ class មួយទៀតខ្ញុំដាក់ថា student extend 2 person អូខេអញ្ចឹងនៅក្នុងការ extend ខ្ញុំអាច access ទៅproperty ឈ្មោះនេះទាំងអស់អញ្ចឹងខ្ញុំដាក់ថា sub display function sub display អូខេ sub display public អូខេអញ្ចឹងយើងធ្វើការប្រើ this access ទៅកាន់អូខេ name អូខេយើង access ទៅកាន់ name មកចឹងយើងអាច echo វាមើល echo វាមកអូខេអញ្ចឹងអានេះខ្ញុំដាក់តាឈ្មោះថ្មីខ្ញុំដាក់ថា object base អូខេ base ទៅឲ្យយើងដឹងថានេះជា object របស់ base ខ្លះ copy វាsangមកដាក់វិញអូខេអញ្ចឹងខ្ញុំទៅបង្កើត object មួយទៀតគឺជា object របស់ sub class អូខេខាងក្រោមខ្ញុំដាក់ថា obj sub អូខេស្មើ new student អូខេអញ្ចឹងយើងយក obj sub access មកកាន់មាន sub display public អូខេ ចឹងមានថាខ្ញុំបង្កើត object ថ្មីអូ
cho nhưng tôi ca comment này môi tới thế comment đi đấy đó. Thế cho nên tha nhóm banประกาศ class student មួយហើយ extend ចេញពី class person របស់យើងនេះចឹងខ្ញុំបង្កើត function មួយដើម្បី display មក property មួយនេះចង់ដឹងថា sub class អាច access បានអត់ចឹងយើងចាប់ដើម shell ហើយយើងទៅបើក browser ម្ដងទៀតណាឃើញមានថាយើងអាច access បានធម្មតាចឹងករណីនេះមានថាចំពោះaccess modifier ជាប្រភេទ public មានថាយើងអាច access បានគ្រប់កន្លែងចឹងខ្ញុំចង់បង្កើតមួយទៀតគឺខ្ញុំដាក់ជា private អូខេ private ហើយខ្ញុំដាក់វាជា DOB អូខេ class Albert ហើយខ្ញុំដាក់ class Albert ហ្នឹងអូខេ class Albert DOB អូខេចឹងខ្ញុំដាក់ថាកណ្ដាលអូខេចឹងយើងបាននិយាយគ្នារួចហើយថាប្រព័ន្ធជា private មានថា access បានតែនៅក្នុង class ឯងចឹងយើងសាកដើមចាប់ដើមសាកវាមើលអូខេ access នៅក្នុង class ទី1ចឹងយើងដាក់ function display private ចឹងខ្ញុំធ្វើការ access វាមើលអូខេខ្ញុំប្រើតែ echo this អូខេ class Albert អូខេយើងមានអូខេចឹងខ្ញុំធ្វើការទៅបើកអានេះវិញអូខេខ្ញុំ comment អានេះគឺជា object របស់ sub class ខ្ញុំ comment វាចោលខ្ញុំទៅបើក object របស់ base class វិញអូខេចឹង object របស់ base class លើនេះខ្ញុំចង់ឲ្យវាទៅ display private នេះអូខេចឹងដែលវាជា person យើងធ្វើការ access ទៅ private អូខេនេះយើង display private អូខេចឹងតើអាច access បានអត់អូខេករណីនេះច្បាស់ជា access បានពីព្រោះអីfunction មួយនេះ private វាប្រើនៅក្នុង class ហើយ function មួយនេះបាននៅក្នុង class នេះឯងអញ្ចឹងន័យថាវាអាចជា access បានអញ្ចឹងខ្ញុំจะសាកបង្កើត function មួយទៀតនៅក្នុង sub class អូខេ function sub អូខេ sub display private អូខេចង់ដឹងថានៅក្នុង sub class អាច display បានអត់ករណីនេះច្បាស់ជាអត់អាច display បានអញ្ចឹងខ្ញុំធ្វើការ copy មកលឿនជាងដូវ C ដូវ V អញ្ចឹងមានថាយើងឲ្យ sub class ក៏ access ទៅសូម្បីតែយើងមើលមានថានេះអូខេ member have private access គឺមានថា sub class អាច access ទៅបានទេអញ្ចឹងយើងអាចកុំឲ្យថាខ្ញុំបោកអូខេសាក access វាមើលចង់ដឹងថាវា access បានអត់ខ្ញុំចង់ថា access បានខ្ញុំ comment អានេះវិញអូខេ comment ខ្ញុំមកបើក sub class វិញអូខេតែករណីនេះយើង access ទៅ method sub class display private អូខេ sub display private អូខេអញ្ចឹងយើងចាប់ដើម refresh browser អូខេពុំវាប្រាប់យើងនេះឃើញទេ property undefined នេះឃើញទេអញ្ចឹងយើងអាច access ទៅបានទេអញ្ចឹងយើងបានពីរ public access បានគ្រប់កន្លែង private access បាននៅក្នុង class នេះទេអញ្ចឹងយើងចាប់ដើមដាក់ protected មួយទៀតអូខេ protected ខ្ញុំដាក់ជា DOB អូខេអញ្ចឹងខ្ញុំដាក់2015អញ្ចឹងអូខេអញ្ចឹង protected មានថាយើងអាច access ក្នុង class បានហើយយើងអាច access នៅក្នុងaccess នៅក្នុង class បានហើយយើងអាច access នៅក្នុង sub class បានអូខេប៉ុន្តែ object ខាងក្រៅអត់អាច access បានទេអូខេឥឡូវយើងចាប់ដើមបង្កើត function មួយទៀតនៅក្នុងនេះគឺ function display protected អូខេចាំមានថាអានេះច្បាស់ជាអាច access បានធម្មតា echo this មកកាន់អូខេ dis មកកាន់DOB អូខេតមកទៀតអានេះគឺចឹងដែរខ្ញុំបង្កើត function មួយទៀត function sub display protected អូខេ
យើងធ្វើការ echo វិញដែរទីយើងហៅទៅកាន់ DOB display protected អញ្ចឹងយើង echo this D O អញ្ចឹងយើងចាប់ដើម echo this D O B អញ្ចឹងយើងមក object របស់យើងវិញ display subclass protected យើងនឹង cell ការ run ហើយឃើញថាដើរធម្មតាអញ្ចឹងមានថាករណីយើងប្រើ protected នេះថាយើងអាច access បាននៅក្នុង base class ហើយនៅក្នុង subclass ប៉ុន្តែ access នៅខាងក្រៅអត់បានអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀត private public មានថា name នេះយើងអាច access នៅគ្រប់ទីកន្លែង access នៅក្នុង class អូខេនៅក្នុង class នៅក្នុង sub class អូខេ display public នេះគឺអាចបានអញ្ចឹង access តាមរយៈ object នេះក៏បានដែរអូខេអញ្ចឹងខ្ញុំ display ទៅវិញម្ដងទៀត public អូខេខ្ញុំយក object នេះមក display វិញអូខេខ្ញុំធ្វើការ echo ទៅវិញ echo object base obj base វាទៅកាន់ name អូខេឃើញអត់យើងអាច access បានអញ្ចឹងមានន័យថាយើងអាច access បានធ្វើការ cell មាន name មួយអូខេយើងអាច access បានខាងក្រៅក៏យើងអាច access បានចំពោះ private មានន័យថា access បានតែក្នុង class របស់យើងឯងអញ្ចឹងយើងមើល function private នេះមួយមានថា access បានតែក្នុង function នឹងមួយហើយចំពោះ function ដែល extend ចេញមកនេះក៏អត់អាច access បានហើយចំពោះនៅខាងក្រៅក៏អត់អាច access បានដែរអញ្ចឹងខ្ញុំចាប់ដើម access មកកាន់អីគេឈ្មោះរបស់យើង private គឺ place albert អញ្ចឹងខ្ញុំដាក់ចាំ access មក place albert វិញតើអាចបានអត់អូខេឃើញអត់អ្នកនរគ្នាឃើញអត់បានទេមិនអស់ចង្អល់អូខេ access private property person យើងអាច access បានទេចំពោះករណីទី3គឺ protected មានថាអនុញ្ញាតឲ្យយើង access បានតែនៅក្នុង class ហើយនៅក្នុង class ដែល extend នេះប៉ុន្តែអត់អាច access នៅខាងក្រៅបានទេវាខុសគ្នាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមយកអានេះមកយកនេះ score នេះមកវិញម្ដងទៀតណាអូខេអញ្ចឹងខ្ញុំចាប់ផ្ដើមកោវាអូខេមានថាអត់បានដូចគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ករណីដែលយើងធ្វើនេះសូមខន្តីបញ្ជាក់ម្ដងទៀត public គឺ access everywhere តពី public មកគឺ private access បានតែនៅក្នុង class របស់យើង protected មានថា access នៅក្នុង class របស់យើងហើយនឹង sub class ដែល extend ចេញពីយើងអូខេប៉ុន្តែអត់អាច access នៅខាងក្រៅបានទេ access នៅខាងដូចយើង access បើកប្រកាស object មក access វាដោយផ្ទាល់ហ្មងអញ្ចឹងយើងថាអត់អាច access វាបានទេអញ្ចឹងសូមអរគុណចំពោះការតាមដាន